ប៉ុន្តែអ្នកខ្លះមិនហ៊ានទេជេរខ្លាំងពេកជេរខ្លាំងពេកមិនមែនខ្លាចចូលមកដោយសារខ្ញុំរដ្ឋាភិបាលចាប់រដ្ឋាភិបាលអីទៅអត់ទេគឺខ្លាចពួកគេខ្លួនឯងទាំងឯងឲ្យតែហ៊ានមកចាប់តដៃថតទៅរូបតែជាមួយនឹងគឺថាគេថាលក់ក្បាលទៅហើយខ្លាចអានោះជាងបាទមានមកកកោកផ្ញើសារមកខ្ញុំជជែករឿងការងារតែសុំថាសម្ដេចសូមកុំបង្ហាញសារខ្ញុំព្រោះតែដឹងគេជេរខ្ញុំថាក្បត់ជាតិហើយបាទអញ្ចឹងសម្រាប់ខ្ញុំអត់មានទេដរាបណាគាត់បញ្ចេញមតិមានហេតុផលរបស់ខ្ញុំក៏អ្នកសិក្សាក៏ខ្ញុំក៏មានហេតុផលរបស់ខ្ញុំស្ដាប់ទាំងអស់បាទអញ្ចឹងដូចគ្នាទេតាមសារទៅវិញឆ្លើយជាមួយសំណួររបស់អ្នកវិភាគក៏ដូចជាសារទៅដល់ប្រជាពលរដ្ឋអ្នកនយោបាយផ្សេងរាជរដ្ឋាភិបាលគណៈបព្វជិជនអត់មានប័ណ្ណទ្វារទេសម្រាប់អ្នកដែលមានចេតនានិងឆន្ទៈចង់ធ្វើការពិតប្រាកដជាមួយរាជរដ្ឋាភិបាលជាមួយគណៈបព្វជិជនកម្ពុជាក្នុងនាមជាដៃគូជាតិខ្មែរតែមួយដើម្បីបម្រើបុព្វហេតុជាតិយើងស្វាគមន៍អត់មានទេនិយាយមានហេតុផលកុំចាំបាច់ស្របឲ្យតែមានហេតុផលច្បាស់លាស់គណៈបកទាំង35ដែលជាដៃគូរាល់របាយការណ៍ដែលគាត់សរសេរមកខ្ញុំមិនមែនសរសេរលើកជើងរដ្ឋាភិបាលទេណាគាត់សរសេរពីចំណុចខ្សោយទាំងអស់ក្នុងវិស័យនេះស្អីៗដើម្បីយើងយកធាតុផ្សំទៅឲ្យខ្ញុំមិនបានជេរទៅដាក់ទៅឯកឧត្តមព្រមគណៈបកនេះរិះគន់ដល់រហូតឈប់ទទួលអត់ទេយើងចាយើងបកគលទៅឲ្យក្រសួងស្ថាប័នពិនិត្យមើលកែសម្រួលតាមលទ្ធភាពដែលធ្វើបាននេះវប្បធម៌នៃសន្តានាដោយស្មោះត្រង់គណៈបកនយោបាយមិនមែនបង្កើតមកដើម្បីឲ្យអួរគ្នាទេប៉ុន្តែដើម្បីរួមគ្នាតំណាងប្រជាពលរដ្ឋដែលមានទស្សនៈរៀងៗខ្លួនធ្វើការ